ពួកគេនិយាយថាទ្រង់ប្រកបទៅដោយសពញ្ញាណនិងទេពតាគុណគឺពួកយើងចង់ដឹងថាពួកគេអាចជឿទ្រង់បានដែរទេណាចាប់ពីពេលនេះតទៅអ្នកស្រុកនៅទីនេះគេលែងហៅទ្រង់ថាជាមនុស្សអស្ចារ្យទៀតហើយយើងបានដាក់បណ្ណាតាមផ្លូវរបស់ទ្រង់ហើយទ្រង់មិនអាចស្វាគមន៍មកកាន់ទីនេះបានទៀតទេទ្រង់និមន្តបិណ្ឌបាតរាល់ថ្ងៃទ្រង់គួរតែទៅកន្លែងផ្សេងទៅមែនហើយចេញទៅបិណ្ឌបាតកន្លែងផ្សេងទៅអាត្មាស្នើសុំឧបាសកទាំងអស់គ្នាសូមអនុញ្ញាតឲ្យអាត្មាបិណ្ឌបាតនៅក្នុងភូមិរបស់ឧបាសកទៅក៏បានបើទ្រង់ចង់ដើរបិណ្ឌបាតទៀតទ្រង់ត្រូវតែមានឈឹមទុកនៅកន្លែងនេះហើយដើរឆ្លងកាត់មកសូនីដាយើងមិនឲ្យយកបន្លាចេញពីផ្លូវទេបើលោកយកបន្លាចេញពីផ្លូវរបស់គេលោកត្រូវមានទោសហើយសូមព្រះអង្គនិមន្តបិណ្ឌបាតក្នុងភូមិទូលបង្គំទៅសូមព្រះអង្គប្រោសប្រជារាស្ត្រនៅក្នុងភូមិពួកគេចង់ដាក់បាតប្រគេនព្រះអង្គខ្លាំងណាស់សូមកុំប៉ះខ្ញុំកណាអីព្រះអង្គនឹងមានគ្រោះថ្នាក់មិនខានបើសម្រាប់ខ្ញុំកណាទៅប៉ះព្រះអង្គហេតុអីក៏អាត្មាត្រូវមានគ្រោះថ្នាក់ឧបាសកក៏ជាមនុស្សលោកដូចជាអ្នករាល់គ្នាអញ្ចឹងដែរតើការប៉ះពាល់ឧបាសកអាចធ្វើឲ្យមនុស្សលោកដូចគ្នាមានគ្រោះថ្នាក់ដោយសារប្រការអ្វីទៅយើងមានចិត្តអាណិតអាសូរមេត្តាករុណាមុទិតាមនុស្សត្រូវមានចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមកឧបាសកក៏ជាមនុស្សដែលមានមេត្តាដល់មនុស្សលោកដូចគ្នាឧបាសកនឹងអាចមានសេចក្តីសុខកាយសប្បាយចិត្តប្រឆាចពីទុំតាដៃគុណជាអ្នកបួសប្រភេទណាទៅទ្រង់មិនស្គាល់ពីវណ្ណៈទាបខ្ពស់ទេទ្រង់ឲ្យគេកាត់បាតនោះទ្រង់មិនមែនជាអ្នកបួសទេមិនហើយទ្រង់គឺជាអ្នកបាបទៅវិញទេចំពោះអ្នកដែលមិនគោរពហើយនឹងប្រមាថអ្នកដទៃគឺជាមនុស្សដែលមានបាបបើសិនជាឧបាសកហៅអាត្មាថាជាអ្នកបាបឧបាសកក៏ជាអ្នកមានបាបដែរគេក៏ជាមនុស្សលោកដូចគ្នាគេមានចិត្តដ៏ល្អប្រសើរខ្លាំងណាស់ប៉ុន្តែពួកឧបាសកបែរជាមិនគោរពគេប៉ុន្តែបែរជាស្អប់គេដោយគ្មានការពិចារណានេះហើយដែលហៅថាអំពើបាបយើងសូមប្រាប់ទ្រង់ទៅចុះនោះគឺជាអំពើបាបរបស់ទ្រង់ហើយយើងគោរពតែគម្ពីរដែលបានចារឹកទុកបាននោះទេយើងធ្វើបែបនេះពិតជាមិនបាបទេគេកើតមកគឺមានឥន្ទ្រីសរីរាង្គកាយជាមនុស្សដូចជាអ្នករាល់គ្នាដែរហើយក៏មានជីវិតរស់នៅដូចគ្នាឧបាសកមិនគួរដាក់ទោសរវាងមនុស្សលោកដូចគ្នាទេអញ្ចឹងបានន័យថាឧបាសកគោរពតែអ្នកអស្ចារ្យប៉ុណ្ណោះហើយបើសិនជាយើងចោលភក់ទៅលើមេឃនោះវាប្រកាសជាមិនទៅដល់មេឃទេប៉ុន្តែវាច្បាស់ជាធ្លាក់មកប្រឡាក់លើខ្លួនរបស់យើងវិញជាមិនខានមេឃមិនបានដាក់ទោសយើងទេមេឃបានគ្របដណ្ដប់លើខ្លួនយើងទាំងអស់គ្នាដូចជាឪពុកការពារកូនព្រះធរណីបានផ្ដល់ធញ្ញជាតិឲ្យយើងព្រះធរណីមិនដែលបានដាក់ទោសយើងទេយើងទាំងអស់គ្នាដកដង្ហើមដោយសារខ្យល់អាកាសបានយ៉ាងស្រស់ស្រាយព្រះគង្គាបំបត្តិការស្រេកឃ្លានរបស់អ្នករាល់គ្នាដែលស្រេកទឹកហើយធម្មជាតិមិនបានដាក់ទោសរវាងយើងនោះឡើយហេតុអីក៏យើងជាមនុស្សលោកបែរជាដាក់ទោសគ្នាទៅវិញទៅមកនោះហេតុអីក៏ទ្រង់មិននឹងគេបួសជាសង្ឃជាមួយនឹងទ្រង់ភ្លាមទៅឧបាសកបានផ្ដល់គំនិតដ៏ល្អដល់អាត្មាហើយសុនីលឧបាសកចង់បួសជាព្រះសង្ឃដែរទេខ្ញុំកណាបណ្ណៈតូចទៀតណាស់ខ្ញុំកណាអាចបួសនៅក្នុងសាវកព្រះអង្គបានដែរខ្ញុំកណាមិនស័ក្តិសមទេបើសិនជាបុគ្គលណាម្នាក់បានធ្វើឲ្យអ្នកដទៃមានការឈឺចាំបុគ្គលម្នាក់នោះប្រកាសជាមិនមែនជាបុគ្គលដែលល្អនោះទេអាត្មាគឺជាប្រពន្ធសូមទទួលយកសុនីលនៅក្នុងសាវកនៃសមាគមព្រះសង្ឃរបស់អាត្មា
គ្មានមង្គលណាម្នាក់មេត្តាប្រប្រណីដល់ខ្ញុំកណាទេខ្ញុំកណាទើបតែបានជួបនៅក្តីករណាថ្ងៃនេះខ្ញុំកណាមានអារម្មណ៍ថាដូចជាមនុស្សមានជីវិតថ្មីទៀតតើនៅពេលនេះខ្ញុំកណាសាងបាបកម្មដែរទេ ទ្រង់បានកំចាត់ចោលអស់ទៅហើយនៅក្នុងពេលនេះមិនមានទៀតទេបុគ្គលគ្រប់រូបសុទ្ធតែបានដឹងច្បាស់នៅក្នុងចិត្តបុគ្គលទាំងអស់ត្រូវជាប់ជំពាក់អ្វីខ្លះនៅក្នុងចិត្តគេត្រូវតែយកមកវិញដោយការគោរពកណាបានបង្រៀនផ្លូវនៃក្តីមេត្តាដ៏ទ្រង់អ្នករាល់គ្នាបានស្វាគមន៍ទ្រង់នៅផ្លូវទាំងនេះគឺសង្កាយ៉ាមុណាអេរ៉ាវទីសារីយូម៉ាហ៊ីគឺជាផ្លូវទន្លេប៉ុន្តែអ្នកទាំងអស់គ្នាគឺនាំទៅតាមមហាសមុទ្រទន្លេទាំងនេះត្រូវបានកើតឡើងពីការទទួលស្គាល់របស់ពួកវាចូលទៅក្នុងមហាសមុទ្រឧទាហរណ៍ដូចជានៅពេលដែលបុគ្គលណាម្នាក់បានសម្រេចចិត្តលះបង់នៅអ្វីគ្រប់យ៉ាងដើរទៅរកផ្លូវសច្ចធម៌ហើយនោះមិនថាព្រាហ្មណ៍ឬអ្នកចម្បាំងអ្នករកស៊ីឬក៏វណ្ណៈតូចទាបពួកគេទាំងអស់គឺសុទ្ធតែមានសិទ្ធិស្មើគ្នាយើងមិនអាចប្រកាន់ទៅលើវណ្ណៈតូចទាបនោះទេទឹកភ្នែករបស់មនុស្សយើងមានរសជាតិប្រៃឈាមរបស់មនុស្សគឺមានពណ៌ក្រហមដោយសារហេតុអីដល់ទីបំផុតយើងក៏ត្រូវមកជរិញដាក់ទោសដូចគ្នា आज मैं इन भेदों को काटता हूँ ការបំពោះសុនិតធ្វើជាព្រះសង្ឃគឺជួយដកខ្លួនគេឲ្យចេញពីភពយើងត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនបុគ្គលមួយចំនួននឹងរិះគន់យើងដោយសាររឿងនេះប៉ុន្តែការពិតនឹងមានអំណាចខ្លាំងដូចជាព្យុះដែលកំពុងតែបោកបក់